ចាសូមអរគុណជាបឋមសូមគោរពប្រធារានុធរៈឯកឧត្តមលោកជំទាវលោកស្រីនិងបងប្អូននិស្សិតចាហើយនឹងអ្នកជំនាញខាងផ្នែកស្ថាបត្យកម្មដែលមានវត្តមាននៅទីនេះចាជាដំបូងដែរខ្ញុំក៏សូមថ្លែងអំណរគុណដល់ INEC ដែលផ្ដល់ឱកាសឲ្យនឹងខ្ញុំមកចែករំលែកចានៅក្នុងផ្នែកវិស័យបេតិកភណ្ឌចាថ្ងៃនេះយើងនិយាយពីនិរន្តរភាពកម្ពុជាចាស្ថាបត្យកម្មនិងបេតិកភណ្ឌខ្ញុំចែករំលែកនៅប្រធានបទមួយដែលពាក់ព័ន្ធជាមួយនឹងចាសំណង់វិហារឈើអ៊ីស្លាមចាធ្វើយ៉ាងណាឲ្យយើងអាចរស់ជាមួយនឹងបេតិកភណ្ឌនេះដោយការអភិរក្សចានៅលើសំណង់ទាំងអស់នោះក៏សូមនឹកគុណទៅដល់លោកគ្រូយូសំអែលចាទោះជាថាគាត់មិនមែនជាគ្រូបង្រៀនខ្ញុំផ្ទាល់ក៏ដោយក៏ប៉ុន្តែនៅក្នុងអំឡុងឆ្នាំ1992គឺខ្ញុំបានចូលរួមរៀនធ្វើទស្សនកិច្ចសិក្សាមួយទៅតំបន់កោះដាច់ក៏ដូចជាវត្តរកាកោងចាពេលនោះឯងដែលធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ទៅលើសំណង់បេតិកភណ្ឌប្រពៃណីខ្មែរអំពីឈើក៏ដូចជាវត្តអារាមហើយក៏ខ្ញុំសូមនឹកគុណទៅដល់លោកគ្រូភឿងសុភ័ណ្ឌចាគាត់ជាអតីតរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនៅក្នុងសម័យកាលឆ្នាំ94 ហ្នឹងយើងរៀនស្ថាបត្យកម្មគាត់ក៏ផ្ដល់ឱកាសឲ្យយើងមានការសិក្សាមួយគឺធ្វើការ survey ទៅដល់សំណង់បេតិកភណ្ឌនៅក្នុងក្រុងភ្នំពេញចាសម័យអាណានិគមក៏ដូចជាសម័យឆ្នាំ60 70ចានៅក្នុងឱកាសនោះដែរគឺយើងបានយល់ដឹងអំពីសំណង់ដែលមានលក្ខណៈបទដ្ឋានស្ថាបត្យកម្មនិងមានការសមស្របទៅជាមួយនឹងអាកាសធាតុនៃប្រទេសកម្ពុជាចាជាបន្តខ្ញុំសូមនាំជាឧទាហរណ៍2ដែលយើងបានធ្វើការសិក្សាធ្វើយ៉ាងណាដើម្បីឲ្យមានការចូលរួមទៅក្នុងការអភិរក្សចាទី1គឺខ្ញុំលើកពីវិហារជំនិចដែលមានទីតាំងនៅភូមិស្វាយឃុំជំនិចស្រុកមេមត់ខេត្តត្បូងឃ្មុំវិហារនេះគឺមានរចនាសម្ព័ន្ធមិនខុសពីស្ថាបត្យកម្មរបស់ខ្មែរយើងទេចាហើយមានទីតាំងនឹងនៅតាមបណ្ដោយទន្លេមេគង្គវិហារនេះពីមុនគឺការដែលចូលទៅនឹងវិហារហ្នឹងគឺតាមទន្លេមេគង្គប៉ុន្តែបច្ចុប្បន្នមានការសាងសង់ផ្លូវថ្មីអញ្ចឹងវិហារហ្នឹងគឺត្រូវបានចូលពីខាងក្រោយវិញចានេះនិយាយពីប្រវត្តិខ្លះហើយនឹងអត្តសញ្ញាណដ៏សំខាន់នៅក្នុងវិហារអ៊ីស្លាមមួយនេះកាលបច្ចឆេត1919ចាគឺទម្រង់វិហារហ្នឹងគឺមានសសរ26ប៉ុន្តែកាលបច្ចឆេតនេះគឺមិនមែនធ្វើឡើងនៅក្នុងកាលដែលសាងសង់អគារទេគេធ្វើនៅក្រោយពេលដែលមានការជួសជុលនិងពិដានចាហើយនឹងក្រោយនេះគឺជាការប្រវត្តិផ្សេងហើយបច្ចុប្បន្ននៅក្នុងឆ្នាំ2007គឺគេបានសាងសង់អគារថ្មីចឹងអគារដែលចាស់វិហារដែលចាស់នេះគឺត្រូវបានបោះបង់ចោលហើយយើងទៅថ្មីនេះគឺឃើញថាមានការសាងសង់បន្ថែមនេះគឺជាទស្សនវិជ្ជាខ្លះនៅក្នុងរបស់វិហារចាយើងឃើញថាមានភាពធំទូលាយហើយសសរនេះគឺត្រូវបាននៅក្នុងក្រោយពេលដែលចូលពីប៉ុលពតមកវិញគឺទីកន្លែងនេះមានសារៈសំខាន់ណាស់ដែលជាទីកន្លែងសម្រាប់អ៊ីស្លាមសនិកគាត់ធ្វើការគោរពបូជាអញ្ចឹងហើយដោយសារចំនួនអ្នកគោរពបូជានឹងច្រើនអញ្ចឹងប្រជាជនគាត់ចូលសសរជាលក្ខណៈដូចថាយើងធ្វើបុណ្យអញ្ចឹងគាត់ចូលតសគឺពង្រីកពី26ហ្នឹងរហូតដល់តស130ពេលដែលយើងទៅបានសិក្សាហ្នឹងគឺក្នុងឆ្នាំ2014យើងឃើញថាវិហារនេះត្រូវបានបោះបង់ចោលហើយមានសហគមន៍គឺមានក្មេងៗគាត់មកតែងតែមកលេងនៅក្នុងតំបន់ហ្នឹងហើយយើងគាត់បានធ្វើការសម្អាតសម្អាតចូលរួមសម្អាតបានយើងឃើញពីទីឃ្លាចាហើយនៅក្នុងនេះដែរផ្នែកក្រុងបង្គំដំបូលអីហ្នឹងគឺមានការពុកផុយចានេះគឺជាប្លង់ដែលយើងបានស្កេតជាដំបូងហើយផ្នែកនេះចំនួន10សសរត្រូវបានរុះរើដោយគេបើក
ច្រកខាងហ្នឹងដើម្បីឲ្យអ្នកស្រុកគាត់អាចធ្វើដំណើរឆ្លងកាត់ពីផ្លូវម្ខាងទៅផ្លូវម្ខាងយើងបានឃើញថាក្រោយពីការបោះបង់ចោលហើយនាងខ្ញុំក៏ដឹកនាំនិស្សិតធ្វើនិក្ខេបបទហើយក៏បានទៅទីនោះជាច្រើនដងអញ្ចឹងពីមួយដងទៅម្ដងហ្នឹងគឺនៅក្នុងសហគមន៍គាត់ចង់ធ្វើការរុះរើអាគារហ្នឹងវិហារហ្នឹងហើយខ្ញុំក៏បានសួរសំណួរថាតើរុះរើដើម្បីអ្វីចាចម្លើយគឺថាចង់យកឈើលក់ចាហើយបន្ទាប់ពីយើងបានទៅជាច្រើនដងហ្នឹងមានន័យថាយើងចង់ឲ្យសហគមន៍ហ្នឹងគាត់យល់ដឹងអំពីតម្លៃស្ថាបត្យកម្មចាប្រវត្តិជាលក្ខណៈប្រវត្តិសាស្ត្របន្ទាប់ពីហ្នឹងមកយើងឃើញមានការធ្វើទស្សនាចររបស់សហគមន៍អ៊ីស្លាមពីខេត្តផ្សេងនេះគឺជាវិហារមួយទៀតដែលមានឈ្មោះថាហាក់ស្លាម៉ាត់ដែលជាម្ចាស់សំណង់នឹងតែម្ដងគាត់ជាស្ត្រីហើយគាត់បានបរិច្ចាគដីមួយកន្លែងហ្នឹងសម្រាប់សង់វិហារនេះគឺនៅក្នុងឃុំតាហុបស្រុកសាច់អណ្ដែតស្រុកឆ្លងខេត្តកាចេះដោយសារតែគាត់ជាស្ត្រីគាត់គិតយល់អំពីការប្រើប្រាស់ចាតម្រូវការប្រើប្រាស់របស់ស្ត្រីពីព្រោះនៅក្នុងវិហារអ៊ីស្លាមគេមានការហាមឃាត់បិទបាំងនៅពេលដែលទៅថ្វាយបង្គំគឺមិនអោយស្ត្រីហ្នឹងគឺចេញមុខចេញមាត់ទេហើយយើងឃើញថាដោយសារគាត់ជាស្ត្រីហើយដឹកនាំក្នុងការកសាងហ្នឹងគឺគាត់បានលើកវិហារនេះឲ្យមានកម្ពស់ចាផុតពីដីដែលទីធ្លាខាងក្រោមហ្នឹងអាចស្ត្រីគាត់ប្រើប្រាស់បានហើយខាងលើគឺបុរសចាដូចគ្នាដែរជាមួយនឹងវិហារជំនិចចម្ងាយខុសគ្នា2គីឡូចានៅតាមបណ្ដោយដងទន្លេមេគង្គហើយឈោមជាមួយនឹងភ្នំសពកលីអញ្ចឹងពីមុនមកគឺ access គឺមកពីខាងទន្លេចាប៉ុន្តែក្រោយមកគេបានសាងសង់ផ្លូវនៅខាងនេះដូចគ្នាផងដែរគឺក្នុងឆ្នាំអំឡុងឆ្នាំ2000ជាងហ្នឹងគឺគេបានសង់វិហារថ្មីដូច្នេះវិហារនេះគឺត្រូវបានបោះបង់ចោលចានេះគឺជាស្ថានភាពភូមិសាស្ត្រនេះគឺទស្សនវិជ្ជានៅពេលដែលយើងទៅឆ្នាំ2014ហើយក្រោយមក10ឆ្នាំគឺមានការប្រែប្រួលដូចជានៅផ្នែកខាងនេះមានការសង់លំនៅឋានដោយបរិច្ចាគនេះគឺជាទាយាទនៃម្ចាស់កម្មសិទ្ធិរបស់វិហារចាយើងឃើញថាទម្រង់គឺថាមិនខុសពីផ្ទះខ្មែរទេហើយមានសោភ័ណភាពស្អាតចាទស្សនវិជ្ជាខុសគ្នាតែខាងក្នុងគឺទាំងវិហារខាងជំនិចក្តីគឺខុសតែកន្លែងដែលគេសម្រាប់ដាក់អាសនៈដើម្បីឲ្យហាគឹមគាត់អានគម្ពីរចានេះគឺជាប្រកាន់ដៃដែលយើងចូលពីខាងមាត់ទន្លេទៅគឺឃើញចាសោភ័ណភាពស្អាតជាច្រើនលើកដែលខ្ញុំបានក្រោយពីខ្ញុំបានទៅខ្ញុំបំផុសឲ្យមានការចលនាមួយឲ្យមានការគិតគូរទៅដល់ការអភិរក្សចាដូច្នោះយើងក៏បានជ្រើសរើសនិស្សិតមួយក្រុមដែលពីសាកលវិទ្យាល័យ Norton ដើម្បីរួមគ្នាក្នុងការធ្វើយ៉ាងណាសិក្សាទៅលើគំនិតក្នុងការធ្វើយ៉ាងណាអភិរក្សហើយក៏បំរើឲ្យជាប្រយោជន៍ដល់សង្គមចានេះគឺជាទស្សនវិជ្ជារួមហើយយើងបានមុននឹងធ្វើការសិក្សានោះយើងត្រូវសិក្សាអំពីអ្វីដែលមានស្រាប់ទាំងចំណុចល្អចំណុចខ្វះខាតការប្រឈមនិងឱកាសដែលអាចធ្វើអ្វីបានអញ្ចឹងយើងមើលឃើញស្ថានភាពតាំងពីឆ្នាំ2014រហូតមកដល់ពេលនេះគឺផ្នែកដំបូលក្តីគ្រឿងបង្គំរបស់សំណង់ផ្នែកដំបូលហ្នឹងកាន់តែពុកផុយចាពីដានអីហ្នឹងគឺត្រូវបានខូចខាតជាច្រើនអ្វីដែលយើងធ្វើការគិតគូរហ្នឹងគឺយើងចង់ឲ្យវិហារនេះប្រែក្លាយមកជាមជ្ឈមណ្ឌលសហគមន៍ដែលមានការប្រើប្រាស់ចាជារួមហើយជាទីធ្លាសម្រាប់កុមារគាត់មកលេងផងគាត់មកអាចមកថ្វាយបង្គំហើយក៏ជាទីកន្លែងដែលអាចស្ត្រីសហគមន៍ហ្នឹងគាត់មកធ្វើការថ្វាយបង្គំពីព្រោះរាល់ពេលដែលម៉ោងថ្វាយបង្គំហ្នឹងគឺគាត់អត់អាចទៅឆ្ងាយពីផ្ទះទេចាមានន័យថាគាត់ទៅរកទីកន្លែងណាដែលនៅជិតផ្ទះហ្នឹងសម្រាប់ថ្វាយបង្គំតែចំពោះបរិសុទ្ធវិញគាត់ធ្វើដំណើរទៅខាងវិហារផ្ទាល់តែម្ដងអញ្ចឹងយើងសិក្សាឡើងវិញថាតើយើងមានគោលបំណងរៀបចំនឹងបែបម៉េចខ្លះចាដូចជាអាគារតូចមួយនេះដែលមានដំបូលរោងឌឿងយើងជាកន្លែងបើយើងជាវត្តរបស់យើងហៅថាជាសាលាឆាន់ចាហើយមុននឹងការចូលទៅថ្វាយបង្គំគឺមានការជួបជុំគ្នានៅទីនេះអញ្ចឹងយើង
អភិរក្សអគារហ្នឹងរៀបចំជាកន្លែងពិព័រណ៍អំពីសហគមន៍របស់គាត់អំពីការប្រតិបត្តិសាសនាអ៊ីស្លាមជាដើមហើយខាងក្រោមយើងអាចធ្វើជាកន្លែងកាហ្វេឬក៏អីចឹងចាហើយខាងក្នុងគឺយើងមានបណ្ណាល័យយើងមានទីកន្លែងសម្រាប់ថ្វាយបង្គំកន្លែងសម្រាប់អាចបង្រៀនជាគម្ពីរកូអានហ្នឹងទៅដល់សហគមន៍ផងដែរនេះគឺយើងបានគិតគូរទៅលើអាគារហាស្លាម៉ាត់ដែរចាចំពោះអាគារនេះគឺមានលក្ខណៈអាចទៅក្នុងឈានទៅដល់ការអភិរក្សដោយសារតែម្ចាស់ទាយាទរបស់អាគារនេះគឺគាត់បានគេហៅថាសហការចាក្នុងការចូលរួមចង់អភិរក្សហើយកែប្រែអាគារនេះទៅជាអាគារដែលមានអត្ថប្រយោជន៍ដល់សង្គមអញ្ចឹងយើងបានគិតគូរសម្រាប់ទីកន្លែងជួបជុំប្រពៃពិធីកន្លែងអាចរៀនសូត្រអីផ្សេងចានេះជាគំនិតហើយយើងអាចកែប្រែផ្នែកខ្លះហើយយើងអភិរក្សផ្នែកខ្លះបន្ទាប់ពីការសិក្សានៅក្នុងអំឡុងឆ្នាំ2014នោះគឺយើងបានធ្វើជាសៀវភៅផ្នត់មួយចាសម្រាប់ជាការបទបង្ហាញអំពីដំណើរទស្សនកិច្ចស្ថាបត្យកម្មបែបសាសនាចានឹងតាមបណ្ដោយទន្លេមេគង្គហើយក៏បន្ទាប់មកនឹងទៅប្រហែលជាមួយឆ្នាំក្រោយយើងឃើញសហគមន៍អ៊ីស្លាមហ្នឹងគឺគាត់បានធ្វើកម្មវិធីមួយទស្សនសិក្សាចាពីខេត្តកំពង់ឆ្នាំងមកទីតាំងដែលយើងបានធ្វើការសិក្សានោះខ្ញុំលើកករណីមួយអំពីអគារបេតិកភណ្ឌករណីផ្ទះចាស់នៅផ្សារចាស់ចាស្ថាបនិកគាត់លោកប្អូនសុភ័ក្រគាត់បានរក្សាជួលចាអគារនេះដើម្បីធ្វើជាទីកន្លែងសម្រាប់សហគមន៍មានកាហ្វេមានកន្លែងលក់រុក្ខជាតិលំអខាងក្នុងមានសិប្បកម្មជាដើមចានេះគឺពីមុនគឺជាលំនៅឋានប៉ុន្តែឥឡូវគាត់ធ្វើយ៉ាងណាឲ្យកន្លែងហ្នឹងមានដំណើរការប្រើប្រាស់មានចំណូលដល់សហគមន៍ផងករណីទី2ករណីផ្ទះលោកតាវ៉ាន់នីវ៉ាន់ខ្ញុំក៏សូមអរគុណស្ថាបនិកកាហ្វេ Brown ដែលហ៊ានបណ្ដាក់ទុនចាក្នុងការយកអាគារផ្ទះលោកតាវ៉ាន់នីវ៉ាន់មកធ្វើជាទីកន្លែងសម្រាប់ឲ្យមនុស្សចាអាចទៅមានឱកាសបានចូលទៅគេហៅថាកោតសរសើរមានន័យថាគាត់ទៅផឹកកាហ្វេផឹកភេសជ្ជៈអីហើយគឺគាត់អាចស្វែងយល់អំពីស្ថាបត្យកម្មអញ្ចឹងនេះគឺជាចំណុចមួយដែលគួរតែចាប់ផ្ដើមហើយខ្ញុំចង់និយាយផងដែរថាប្រទេសកម្ពុជាយើងសម្បូរបេតិកភណ្ឌណាគឺការប្រវត្តិនៃប្រទេសកម្ពុជាយើងគឺតាំងពីសម័យនគរភ្នំរហូតដល់សម័យអង្គរដងលង្វែកចតុមុខអញ្ចឹងអ្វីដែលជាស្លាកគេហៅថាបន្សល់នៅភ័ស្តុតាងថាប្រទេសជាតិរបស់យើងមានធនធានមានផ្នែកសេដ្ឋកិច្ចមានប្រាជ្ញាញាណនឹងខ្លាំងពូកែគឺដោយបង្ហាញទៅលើផ្នែកស្ថាបត្យកម្មនឹងតែម្ដងចានេះគឺជាការបន្សល់ទុកនៅដល់គេហៅថាសារមួយចាដោយសារតែយើងប្រទេសកម្ពុជាយើងឃើញហើយដោយសារតែយើងមានបេតិកភណ្ឌប្រាសាទអង្គរបើយើងនិយាយពីអង្គរគឺច្រើនមានទាំងនៅក្នុងប្រទេសថៃឡាវវៀតណាមហើយនឹងកម្ពុជាយើងប៉ុន្តែយើងនិយាយពីអង្គរវត្តដែលយើងបានយកមកជាពលឹងជាតិរបស់យើងយកមកដាក់នៅលើទង់ជាតិហ្នឹងគឺជាស្ថាបត្យកម្មទាំងអស់នេះហើយសារសម្រាប់ខ្ញុំគឺចាយើងអភិរក្សបេតិកភណ្ឌដើម្បីអភិវឌ្ឍវិស័យទេសចរចាសូមអរគុណអរគុណមែនតើសម្រាប់លោកស្រីសូសគុណធីរីស្ថាបត្យកម្មនិងបេតិកភណ្ឌបាទតាមរយៈការថែរក្សានៅបេតិក